ហើយក្នុងយថាហេតុនេះបាក់ខ្មែរมันអាចពឹងពាក់បានសង្ឃឹមថាពឹងពាក់បានលើសម្ព័ន្ធភាពរវាងសម្ដេចនរោត្តមសីហនុជាមួយចិនក៏មិនបានពឹងពាក់លើសម្ព័ន្ធភាពរវាងសម្ដេចនរោត្តមសីហនុជាមួយវៀតណាមក៏មិនបានហើយគេគូសង្កត់លើសារៈសំខាន់ជាអាយុជីវិតនៃខ្លួនទីពឹងខ្លួនហើយដើម្បីខ្លួនទីពឹងខ្លួនគឺរៀបចំការតស៊ូអាវុធរួមផ្សំនយោបាយនេះជាការដែលបកខ្មែរនេះគេបានសម្រេចរួចទៅហើយតាំងពីឆ្នាំ1964មុននឹងទៅជួបលោកនាយុទ្ធដូច្នេះសភាពការប្រទេសទាំងពីរវាខុសគ្នាអញ្ចឹងវិធានការវាត្រូវតែខុសគ្នាឯលោកនាយុទ្ធតម្រូវឲ្យខ្មែរត្រូវតែបម្រើខាងវៀតណាមធ្វើម៉េចឲ្យតែវៀតណាមឈ្នះសិនទៅហើយលោកនាយុទ្ធលោកនិយាយអញ្ចឹងលោកថាបើប្រសិនជាអាមេរិកពង្រីកសង្គ្រាមយើងនឹងឈានទៅតស៊ូដោយអាវុធតាមនោះហើយលោកថាទៀតថាការតស៊ូរបស់ខ្មែរបេះមិនដាច់ពីវៀតណាមនឹងលាវទេហើយលោកថាទៀតវៀតណាមបានត្រូវរងចាំជ័យជំនះរបស់បដិវត្តចិនទើបទទួលបានជ័យជំនះលើបារាំងដូច្នេះខ្មែរក៏ត្រូវរងចាំជ័យជំនះបដិវត្តវៀតណាមសិនទើបបានទទួលជ័យជំនះនៅស្រុកខ្មែរប៉ុន្តែដែលវៀតណាមថារងចាំជ័យជំនះបដិវត្តចិនហ្នឹងមិនមែននៅរងចាំស្ងៀមទេណាវៀតណាមតស៊ូបដាអត់តបដិវត្តចិនឈ្នះក៏វៀតណាមចេះតែតស៊ូបដាដែរពីព្រោះការរៀបចំរបស់ការកសាងរបស់ការសាកល្បងកម្លាំងកងទ័ពសាកល្បងអីវាទាមទារពេលវេលាឯកម្ពុជាវិញបើឃើញសង្គ្រាមមកពីខាងមុខហើយมันបានសម្រេចថាតស៊ូនយោបាយរួមផ្សំអាវុធហើយបើមិនត្រៀមជាមុនរៀបចំជាមុនវឹកវើកម្មាភិបាលដឹកនាំជាមុនត្រូវអត់នៅក្នុងសភាពការនៅក្នុងភូមិតទៅទៀតបានទេទៅចូលព្រៃត្រូវចូលសម្ងាត់អ្នកណាត្រង់បាននៅក្នុងព្រៃអ្នកណាត្រង់បានត្រូវតែរៀបចំប្រតិសាលបងតាំងពីមុនមកបាត់បានរងចាំយកស្របថារងចាំហើយប៉ុន្តែរងចាំបដាធ្វើបដាមិនតែយករងចាំទេដូច្នេះគំនិតដែលវាមិនស្របគ្នាវានៅតែនឹងឯវៀតណាមវិញក៏វិនិច្ឆ័យថាការដែលខ្មែរនិយាយសង្កត់អំពីស្វ័យភាពគេថាដូចជាវាហួសហេតុបន្តិចហើយ
ដូច្នេះន័យថាម៉េចន័យថាវៀតណាមមានសិទ្ធិណែនាំមកខ្មែរប៉ុន្តែខ្មែរវិញគ្មានសិទ្ធិនិយាយជំរាបវិញទេចាំតែធ្វើតាមគេទៅម្ដងទៅអានឹងហើយបានជាពាក្យចេញជាពាក្យទីចុងក្រោយបំផុតរបស់លេយុនថាយ៉ាងម៉េចក៏ដោយគង់ត្រូវប៉ះពាល់សម្ដេចសៀនុអសោះហើយដើម្បីឲ្យលោកសរិទ្ធសឃើញអំពីពនិកម្មដែលវៀតណាមបានធ្វើហូហែមកដើម្បីជួយកម្ពុជានោះលោកលេយុនបានស្នើឲ្យលោកប៉ុលពតអញ្ជើញមើលបើកមើលសំណុំឯកសារដែលវៀតណាមបានរក្សាទុកជាហូហែមកនេះនៅហាណូយហើយលោកប៉ុលពតក៏ចំណាយពេលអស់ពេលវេលាយ៉ាងច្រើនដើម្បីពិនិត្យមើលយ៉ាងល្អិតល្អន់ឯកសារទាំងអស់ក្រោយពីអានដោយល្អិតល្អន់ហើយលោកសន្និដ្ឋានខ្លួនលោកដូចតទៅនេះខ្ញុំបានឃើញថាតាំងពីឆ្នាំ1930ដល់ឆ្នាំ1965ឯកសារទាំងអស់របស់បកកុម្មុយនីសវៀតណាមបាននិយាយពីបកបដិវត្តប្រជាជនកម្ពុជានឹងលាវដូចជាមេធៀងរបស់បកវៀតណាមខណៈមេធៀងគេតែប៉ុណ្ណឹងគ្មានអីជារបស់ខ្លួនឯងទេជាទាំងហើមចេញចូលខ្លួនឯងទេបាក់ទាំងពីរអនុវត្តច្បាប់អនុវត្តមាគ៌ានយោបាយនិងយុទ្ធសាស្ត្ររបស់បកវៀតណាមមុននឹងខ្ញុំបានឃើញឯកសារទាំងអស់នេះដោយផ្ទាល់ខ្លួនខ្ញុំជឿទុកចិត្តលើវៀតណាមប៉ុន្តែក្រោយពីបានអានឯកសារទាំងអស់នេះទៅខ្ញុំឈប់ជឿលើគេហើយខ្ញុំឃើញថាគេបានចាត់តាំងអង្គការបកនៅក្នុងស្រុកយើងឯងដើម្បីសម្រេចទិសដៅយុទ្ធសាស្ត្រតែមួយគឺសហព័ន្ធឥណ្ឌូចិនគេបានបង្កើតបកតែមួយដើម្បីតំណាងឲ្យទឹកដីដែលបញ្ចូលគ្នាតែមួយលើចំណុចនេះខ្ញុំក៏ស្រង់ពីលោក Philip Short ដដែលគឺនៅទំព័រ157ឯលោក Philip Short ក៏គាត់ដឹងរឿងនេះពីសម្ភាសជាមួយអ្នកកាសែតចិនពីសម្ភាសរបស់លោកស្លុតសជាមួយអ្នកកាសែតចិនឈ្មោះកាយស៊ីមីដូច្នេះក្រោយពីទស្សនកិច្ចឆ្នាំ65ជាផ្លូវបត់មួយរហូតមកដល់ពេលនេះពិតមែនហើយខ្មែរធុញទ្រាន់នឹងបៃតុកនិយមរបស់វៀតណាមខ្លាំងណាស់តែគេមិនដែលនឹកសង្ស័យសូម្បីតែបន្តិចក៏គ្មានសោះចំពោះទិសដៅរួមរបស់បកទាំងពីរ
ក្រោយពីបានពិភាក្សាគ្នានៅហាណូយបានឈានដល់សេចក្តីសន្និដ្ឋានថាផលប្រយោជន៍វៀតណាមមិនដូចផលប្រយោជន៍ខ្មែរទេនេះមិននិយាយដល់ថាផ្ទុយពីផលប្រយោជន៍ខ្មែរផងទេប៉ុន្តែចំពោះមុខនេះមិនទាន់លេចចេញជាចំហទេហើយទាំងសងខាងនៅតែរក្សាភាពដូចជាគេទាំងពីរនាក់ជាមិត្តភក្តិស្លាប់រស់ជាមួយគ្នាតទៅទៀតចុះក្រោយពីជួបលោកលេយុននៅឆ្នាំ1965មកតើមានអ្វីកើតឡើងទៀតលោកបងបាទក្រោយពីជួបលោកលេយុនមកនៅឆ្នាំ1965មកនៅចុងឆ្នាំ1966ធ្វើដំណើរពីហាណូយមកកម្ពុជាវិញនេះវាត្រូវធ្វើតាមជើងយូរដែរលោកស្លឹកសក៏អញ្ជើញការប្រជុំមួយដើម្បីសម្រេចពីយុទ្ធសាស្ត្រនិងយុទ្ធវិធីរបស់បក